ចាសូមជួនដំណឹងបន្ទាន់មួយទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថានៅថ្ងៃទី26នេះលោកហ៊ុនសែនចាព្រមចុះនៅលើកិច្ចសន្យាថ្មីមួយជាមួយនឹងរដ្ឋាភិបាលថៃដែលព្រមកាត់ទឹកដីខ្មែររាល់កន្លែងណាដែលតាហ៊ានថៃឈរជើងហ្នឹងគឺឲ្យទៅថៃទាំងអស់អ្នកណាឈរកន្លែងណាគឺអ្នកនោះកាន់កាប់កន្លែងហ្នឹងអញ្ចឹងបានន័យថាភូមិអូ3ជាន់ឬក៏ភូមិផ្សេងហ្នឹងដែលថៃកំពុងតែត្រៀមដោយការហុំព័ទ្ធបន្លាលួសហ្នឹងគឺត្រូវបានទៅលើខាងភាគីថៃជាអ្នកគ្រប់គ្រងទាំងអស់រួមទាំងប្រាសាទតាមាន់តាក្របីចាហើយនៅថ្ងៃទី26នេះការចូលរួមកាត់ទឹកដីខ្មែរឲ្យទៅកាន់ប្រទេសថៃនេះគឺមានលោកដូណាល់ត្រាំដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកចូលរួមជាមួយនឹងម្ចាស់ប្រទេសគឺអាស៊ានប្រទេសម៉ាឡេស៊ីចាបើសិនប្រជាពលរដ្ឋខ្មែរទាំងអស់មិនក្រោកមិនតវ៉ានៅពេលនេះទេរាល់ទឹកដីដែលថៃឈរជើងនៅលើទឹកដីខ្មែរទាំងប្រមាណគឺបានទៅថៃចាហើយនៅក្នុងកិច្ចសន្យានោះផងដែរគឺมันមានការយល់ព្រមដោះលែងទាហានខ្មែរទាំង18រូបនោះទេហើយព័ត៌មានដែលខាងរដ្ឋាភិបាលបានផ្សព្វផ្សាយគឺជាព័ត៌មានដែលកុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរពីព្រោះថាខាងប្រទេសថៃគេបានបញ្ជាក់យ៉ាងច្បាស់មកកាន់សារព័ត៌មានរបស់គេហើយថាគេមិនបានយល់ព្រមដោះលែងទាហានខ្មែរទាំង18រូបនោះទេក៏ប៉ុន្តែខ្មែរយើងបានកលៃព័ត៌មានដោយនិយាយថាថៃយល់ព្រមដោះលែងទាហានខ្មែរទាំង18រូបនេះគឺជានយោបាយបោកប្រាស់របស់លោកហ៊ុនសែនតែប៉ុណ្ណោះអញ្ចឹងសូមប្រជាពលរដ្ឋខ្មែរជ្រាបឲ្យបានដឹងទាំងអស់គ្នាថានៅថ្ងៃទី26នេះគឺគេនឹងរួមគ្នាកាត់ទឹកដីខ្មែរឲ្យទៅប្រទេសថៃនៅមុខប្រធានាធិបតីដូណាល់ត្រាំហើយយើងដឹងហើយអំពីដូណាល់ត្រាំគឺជាប្រធានាធិបតីមួយគ្រាន់តែចង់បានកេរ្តិ៍ឈ្មោះក្នុងការបង្រួមប្រទេសនីមួយៗកុំឲ្យមានសង្គ្រាមតែប៉ុណ្ណោះចាក៏ប៉ុន្តែយើងត្រូវដឹងថាបើសិនជាយើងយល់ព្រមឲ្យលោកហ៊ុនសែនកាត់ដីដូរយកសន្តិភាពនោះយើងគ្មានថ្ងៃទៀមទាត្រឡប់មកវិញបានទេពីព្រោះថាការកាត់ទឹកដីនេះគឺមានអន្តរជាតិចូលរួមអញ្ចឹងមិនទាន់ហួសពេលទេពីព្រោះថាឯកសារនេះគឺគេសញ្ញានៅថ្ងៃទី26សូមប្រជាពលរដ្ឋខ្មែរទាំងអស់នាំគ្នាក្រោកឈរនិងតវ៉ាជាពិសេសជនភេសកបានមិនតវ៉ាទេដីផ្ទះដែលបងប្អូនត្រូវបានសៀមពាត់បលាលុះនោះគឺត្រូវបានទៅលើប្រទេសថៃទាំងអស់ចាដំណឹងនេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់shareនិងចែករំលែកទៅកាន់ពលរដ្ឋដទៃទៀតឲ្យបានជ្រាបថាហ៊ុនសែនត្រៀមកាត់ដីដូរសន្តិភាពនៅថ្ងៃទី26នេះហើយ